ទូមង្គមខ្ញុំបកាណាខ្ញុំសូមគោរពថ្វាយបង្គំចំពោះកាណាគ្រប់ព្រះអង្គក៏ដូចជាអស់លោកប្រឡោកប្រលឹងជាទាំងអស់ជាទីគោរពស្រឡាញ់ឥឡូវនេះយើងមកបន្តវគ្គរបស់ព្រះរាជបុត្រមួយព្រះអង្គរបស់ព្រះច័ន្ទរាជាបន្ទាប់ពីលោកទ្រង់ស្វ័នគតនៅឆ្នាំ1566ព្រះបរមិន្ទរាជាធិរាជបានឡើងគ្រងរាជ្យបន្ទាប់ពីការស្វ័នគតរបស់ព្រះច័ន្ទរាជាធិរាជមកព្រះបរមិន្ទរាជាធិរាជនេះក៏ជាក្សត្រដ៏អង្អាចក្លាហានមួយព្រះអង្គគឺព្រះអង្គបានបន្តនៅយុទ្ធសាស្ត្រនៃការដឹកនាំប្រទេសជាតិដូចជាព្រះបិតារបស់ព្រះអង្គដែរគឺមានការវាយដណ្ដើមយកនៅខេត្តខ្មែរមួយចំនួនដែលសៀមបានលួចយកទៅក្នុងនោះមានខេត្តដូចជានគររាជសីមាសង្កៀសកូខណ្ឌស៊ីសកេតបច្ចឹមបុរីច័ន្ទបុរីត្រាតនិងរយងរហូតដល់មានឱកាសហើយនឹងបង្គាប់ឲ្យស្ដេចសៀមធ្វើសន្ធិសញ្ញារួមជាមួយជាព្រំដែនរួមគ្នាបានទៅទៀតណាអញ្ចឹងសម្ដែងថាព្រះបរមិន្ទរាជាធិរាជនេះមានវរយុទ្ធនឹងជាស្ដេចសឹកដែលអង្អាចក្លាហានណាគឺលោកគ្រងរាជភ្លាមបានប្រមាណជា2ឆ្នាំមើលព្រះច័ន្ទរាជាទ្រង់សវនគតឆ្នាំ1566ហើយលោកគ្រងរាជបានបន្តមកឆ្នាំ1568លោកទៅវាយសៀមម្ដងហើយដើមបានខេត្តប៉ុណ្ណឹងមកវិញហើយឆ្នាំ1570លោករុលទៅវាយដល់អយុធ្យាទៅវាយមិនបែកហើយចៃដន្យអីឆ្នាំ1574ទៀតសៀមដែលកាលនោះអយុធ្យាប្រទេសសៀមកំពុងតែជាប់ដៃវាយជាមួយនឹងជាតិភូមាព្រះអង្គក៏លើកតបទៅវាយទៀតនៅក្នុងឆ្នាំនោះឆ្នាំនេះឯងដែលក្សត្រសៀមព្រមចុះចាញ់ហើយនឹងធ្វើសន្ធិសញ្ញាជាមួយនឹងព្រះអង្គដោយបានរួមខេត្តទាំងអស់តាំងពីនគររាជសីមាស៊ីសកេតហើយយើងអត់និយាយពីបុរាណសុរិន្ទបុរីរាមអីគេទេគឺបានន័យថាក្នុងនោះគឺខេត្តខ្មែរទាំងអស់បន្លើយតាំងពីច័ន្ទបុរីបច្ចឹមបុរីត្រាតរយងទាំងអស់នេះគឺថៃព្រមសៀមកាលនោះសៀមព្រមចុះធ្វើសន្ធិសញ្ញាជាមួយគ្នាហើយបន្តមកទៀតព្រះបរមិន្ទរាជធ្លាប់វាយជាមួយប្រទេសលាវទៀតប្រទេសលាវក៏មកវាយដែរប៉ុន្តែមុននឹងវាយគឺស្ដេចលាវនឹងមកប្រជល់ដំរីធ្វើជាការប្រណាំងដោយការដាក់នគរជាចំណោះដល់ប្រជល់ទៅដំរីរបស់ស្ដេចលាវធំប៉ុន្តែដល់ជល់ចាញ់ដំរីខ្មែរដល់ចាញ់ទៅអត់ព្រមថ្វាយនគរ3លាវចាប់លាវបានច្រើនណាចឹងយុគរបស់ព្រះមហាក្សត្រដែលជាព្រះរាជបុត្ររបស់ព្រះអង្គច័ន្ទរាជានេះមានឫទ្ធានុភាពខ្លាំងដែរប៉ុន្តែប្រជជនលោកបានខ្លីមិនវែងប៉ុណ្ណាទេគ្រាន់តែថាការគ្រប់គ្រងប្រទេសរាជសម្បត្តិរបស់លោកគឺមានលក្ខណៈពន្រាបនៅជាតិជាបច្ឆាមិត្តច្រើនទាំងលាវផងទាំងថៃផងមិនឲ្យចូលមកសោះហើយការទំនុកបំរុងផ្នែកខាងវិស័យពុទ្ធសាសនាក្តីព្រហ្មញ្ញសាសនាក្តីគឺធ្វើឲ្យប្រទេសមានការរុងរឿងចម្រើនណាស់ក៏ប៉ុន្តែនៅឆ្នាំបន្ទាប់ព្រះអង្គទ្រង់សោយទីមង្គតនៅឆ្នាំ1576ចឹងទ្រង់ឡើងគ្រងរាជពីឆ្នាំ1566ដល់76សម្ដែងថា10ឆ្នាំជាងទ្រង់សោយទីមង្គតទៅបាទនេះជាព្រះរាជបុត្រមួយព្រះអង្គដែល
បន្សល់នៅមរតកដ៏ធំធេងតែមានប្រជជនមានអាយុហើយក៏ជាក្សត្រដែលមិនមានទេនៅក្នុងប្រវត្តិសាស្ត្រដែលព្រះអង្គមានតែទៅវាយគេ រឿងគេមកវាយអត់មានទេមានទៅវាយគេវាយតលតែមិនថាតបសៀមឬតបលាវទេវាយរៀបទាំងអស់ចាប់បានទាំងឆ្លើយរបស់លាវ ទាំងគ្រួយកមកដើម្បីធ្វើជាឆ្មាំឬធ្វើជាឆ្លើយសឹកឲ្យទៅនៅថែរក្សាទីក្រុងភ្នំពេញទីវត្តអារាមកន្លែងផ្សេងច្រើនកន្លែងណាអស់លោកនៅស្រាវជ្រាវនឹងបានដឹងហើយថាព្រះបរមន្តរាជាធិរាជនេះជាក្សត្រសឹកដ៏អង្អាចក្លាហានតែប្រជជនលោកមិនបានវែងទេគឺបានត្រឹមតែ10ឆ្នាំប៉ុណ្ណោះបាទសូមបន្តទៅព្រះអង្គក្រោយបន្តទៀតបាទ